Nếu haiកំពុងស្វែងរកការងារខាង UX UI Design ចឹងថ្ងៃនេះខ្ញុំមាន tip ចំនួន3សម្រាប់អ្នកទាំងអស់គ្នាដើម្បីឲ្យសម្ភាសការងារខាង UX UI ឲ្យជាប់ចឹងទី1យើងត្រូវ pick up 1 ទៅ 2 project បានហើយអា project ដែលយើងគិតថាវាល្អបំផុតណាយើងមិនបាច់យកអា project តូចតាចអត់ដែលយើងគិតថាវាមិនសូវល្អទេយើងយកតែ1 2មកអាណាដែលល្អហើយយើងមក create case study ហើយអីគេ case study បានន័យថាយើងសិក្សាទៅលើអា project នឹង process របស់វាថាវាដើរទៅមិនចឹងយើងត្រូវព្រៀបរាប់ពីអ្វីដែល recruiter គេចង់ដឹងគឺគេចង់ដឹងថាកិច្ចការហ្នឹងពិតជារបស់យើងដែលយើងធ្វើមែនចឹងដើម្បី prove idea ហ្នឹងយើងត្រូវwalk គាត់ through case study ហ្នឹងហើយ case study ហ្នឹងវាមានដូចជារបៀបយើងprocess នៃការ design ដូចជាការធ្វើ user research ហើយមានដូចជា Google wireframe user flow mock up ហើយគេទៀតprototype បន្ទាប់មកចុងក្រោយគឺ usability testing បានន័យថាយើង walk through process មួយចឹងចំណុចចុងក្រោយគឺ redesign app របស់current company ដែលយើងសម្ភាសជាមួយនឹងចឹងយើង pick one feature ឬ function ណាដែលយើងគិតថាអាច improve បានយើង pick មួយទៅហើយយើងយកវាមកធ្វើ case study ហើយដូចជាយើង solve problem ឲ្យជូនគាត់ដោយ free អញ្ចឹងយើង identify problem ហ្នឹងមកហើយ find solution ឲ្យគាត់អញ្ចឹងនេះគឺជា example របស់ project ដែលខ្ញុំធ្វើឲ្យ True Money អញ្ចឹងគឺជារបៀបដោះស្រាយបញ្ហា problem ដែល company ដែលយើងមើលទៅជាងថាយើងអាចដោះស្រាយបញ្ហាជូនគាត់អញ្ចឹងយើងបង្កើតជា slide presentation អញ្ចឹងមួយមកតោះមកយើង okay let's move on អញ្ចឹង business background អញ្ចឹងយើងអាចរៀបរាប់ពីa little bit about company របស់គាត់ហ្នឹងទៅកាន់គាត់ទៅឲ្យគាត់ដឹងថាអូអ្នកនេះពិតជាបានធ្វើ research ទាក់ទងនឹង company ហើយគាត់ពិតជាចង់ដឹងចង់យល់ពី company នឹង culture ហើយនឹង background របស់ company នឹងមែនបន្ទាប់មកបានយើងមាន product requirement ចែកបញ្ហាអ្វីដែលយើងចង់ដោះស្រាយបញ្ហានេះគឺ as a user ខ្ញុំចង់ឃើញអាចមើល remaining balance អាចមើលឃើញទឹកលុយដែលនៅសល់ក្នុង app ហ្នឹងហើយដើម្បីអីដើម្បី so that ដើម្បីខ្ញុំអាច control my financial ចា៎ហ្នឹងវាជាproduct requirement ទី1ហើយ product requirement ទី2 as a user through my wallet I want to add money to my wallet in the app so that I can use the application to pay for different product and services អញ្ចឹង point ទី2នេះគឺបានន័យថាខ្ញុំចង់មាន feature សម្រាប់ add money to អញ្ចឹងគាត់អាច user គាត់ចង់បាន feature ដែលគាត់អាចបញ្ចូលលុយទៅក្នុង wallet គាត់ដើម្បីអីដើម្បីប្រើ application ហ្នឹងដើម្បី pay ដើម្បីបង់ប្រាក់ទៅកាន់ service ផ្សេងឬ product ផ្សេងចឹងហ្នឹង feature ទី2របស់ product requirement ហើយចុងក្រោយ as a user of True Money wallet I want to connect my bank account in the app so that I don't have to manually add money every time my balance is low អញ្ចឹងនេះ user គាត់ចង់មាន feature ដែលគាត់អាចភ្ជាប់ bank account គាត់ជាមួយនឹង app ហ្នឹងចា៎នេះលក្ខណៈដូចយើង link account connect ពី bank ប្រើ bank ដទៃផ្សេងហើយ link មួយ wallet ហ្នឹងដើម្បីអីគឺដើម្បីគាត់អាច add លុយ manually ហ្នឹង every time my balance is low បានន័យថាគាត់អាច add លុយ connect ពី bank ផ្សេងមកចូល wallet គាត់តាមហ្នឹងចា៎នេះជា requirement ទាំង3របស់របៀប say requirement ហើយក៏
goal គឺយើងចង់ដោះស្រាយអីគេអញ្ចឹងទី1 goal របស់យើងត្រូវ set goal បើយើងអត់ set goal ទេយើងអត់ដឹងថាយើងអីទៅដែលយើងជាresult ចុងក្រោយដែលយើងចង់បានអញ្ចឹងចំណុចទី1គឺយើងចង់បាន solution ដែលងាយស្រួលហើយនឹងលឿនក្នុងការ top up បញ្ចូលលុយហ្នឹងទៅកាន់ wallet ហើយចំណុចទី2គឺវិធីដែលងាយសម្រាប់ភ្ជាប់bank ដទៃហ្នឹងមកចូលប្រកាន់ wallet ហើយនឹង finally ចុងក្រោយគឺ enjoyable way to display បានន័យថាយើងផ្ដល់ឲ្យវិធីក្នុងការបង្ហាញវាបញ្ចូលលុយហ្នឹងឲ្យវាមានលក្ខណៈងាយស្រួលនិងសบายអញ្ចឹងហើយចុងក្រោយគឺ point 3 point ដែលយើងចង់បាន product យើងតែ goal របស់ product យើងគឺទី1គឺ useful បានន័យថាយើង solve user need ហើយទី2វាងាយស្រួលប្រើងាយស្រួលយល់អញ្ចឹងហើយចំណុចទី3គឺ goal ដែលយើងចង់បានក្នុងប្រាថ្នាចុងក្រោយគឺ delightful enjoyable experience បានន័យថាគាត់ feel គាត់សប្បាយចិត្តនៃការប្រើបទពិសោធន៍ app ហ្នឹងអញ្ចឹងអីទៅជា proto persona គឺបានន័យថាគឺជាលក្ខណៈ character target customer យើងអញ្ចឹងតែយើងអត់ទាន់បានដឹងថាយើងអត់ទាន់បានចុះទៅសម្ភាសថាពីណាគេជា customer យើងពិតប្រាកដទេប៉ុន្តែអាហ្នឹងអីដែលយើងទទួលបានពីបទពិសោធន៍យើងជាមួយក្រុមហ៊ុនហ្នឹងយើង create មកមក true money យើងគិតថា customer គាត់លក្ខណៈអ្នកនៅខេត្តច្រើនអញ្ចឹងហើយគាត់មានបទពិសោធន៍អីខ្លះ experience growing farming ចា៎នេះយើងដេកសិក្សាទៅលើ target customer យើងអញ្ចឹងអានេះ before នេះបានន័យថាមុនដែលយើង interview អ្វីដែលយើងហៅថា pre persona ហ្នឹងបានន័យថាអ្វីដែលយើង assumption បានន័យថាយើងមានកំណត់ខ្លួនយើងហើយតែយើងថា customer ហ្នឹងបង target customer យើងរបៀបម៉េចប៉ុន្តែវាមិន actual វាមិនជាក់ស្ដែងមិនអញ្ចឹងទេអញ្ចឹងអ្វីដែលក្រោយពេលដែលយើងធ្វើ identify មកបើយើងបង្កើតបានជា persona ហ្នឹងបានន័យថាអ្វីដែលយើងវាជា actual target customer អញ្ចឹងយើងបាន fully background របស់គាត់ណាដូចមានដូចជា job location age លេខទូរស័ព្ទអញ្ចឹងអានេះជាអាកប្បកិរិយាឬ action ដែលគាត់ធ្វើប្រចាំថ្ងៃហើយអ្វីដែលគាត់ pain point គាត់ជួបបញ្ហាអញ្ចឹងហើយអ្វីដែលគាត់ត្រូវការអញ្ចឹងនៅពេលដែលយើងមាន persona ហ្នឹងបើយើង work ជាលក្ខណៈជា team យើងដឹងយើងបានន័យថា team ទាំងមូលដឹងថាអ្នកណាជា target customer របស់យើងបើយើងអត់បង្កើតអាហ្នឹងទេម្នាក់អាចគិតផ្សេងគ្នានៅក្នុង team អញ្ចឹងបានយើងត្រូវការមាន persona ហ្នឹងអញ្ចឹង screen slide បន្ទាប់ user pain point and need អញ្ចឹងបន្ទាប់ឲ្យយើង identify មកមិញយើងបាន identify ថានេះ pain point របស់គាត់អញ្ចឹងយើង identify pain point មកយើងបង្កើតជា user research អញ្ចឹងអានេះយើងអាច identify current product របស់គាត់មកយើងដឹងថាអ្វីដែលយើងអាច improve បានទៅលើហ្នឹងអញ្ចឹងយើងអាចនិយាយពីចំណុចល្អហើយចំណុចអាក្រក់ដែលយើងមើលទៅហើយអា bad part នេះយើងអាច provide ជា solution នៅកន្លែងហ្នឹងបានហើយអញ្ចឹងយើងមិនអាចនិយាយថាចំណុចអាក្រក់សតអីយើងត្រូវនិយាយរឿងល្អលើកទៅសារ app គាត់ផងអញ្ចឹង bad part នេះដូច not display remaining balance អញ្ចឹងយើងមើលទៅយើង identify អញ្ចឹងយើងដូច state problem មកអញ្ចឹងតមកយើងបង្កើតជា solution អញ្ចឹង solution ទី1គឺយើង provide ជា suggestion ដូចជាចំណុចទី1យើងអាច allow ឲ្យ customer see all top up method នៅខាងលើនេះអញ្ចឹងយើង create ជា wireframe មក ដើម្បី showcase គាត់ថាយើង understand អីទៅជា wireframe ហ
ហើយមាន pop up dialog link bảng អញ្ចឹងយើងអាចអានេះយើង state ចំណុចដែលយើងអាច improve បានដែលមាន take hint remaining balance អូខេហើយ solution ទី2យើង tracking balance អញ្ចឹងយើងអាចស្វែងរក research time តាក់ទងនឹង bank ផ្សេងអានេះខ្ញុំ research តាក់ទងនឹង bank នៅ New Zealand ANZ អញ្ចឹងយើងអាចធ្វើ competitive គេហៅ competitive research ហ្នឹងយើង research តាក់ទងនឹង app ដែលស្តៀង app បង competitor យើងអញ្ចឹងយើងស្វែងរកមកយើងបន្ទាប់មកយើង identify ដល់នេះ track finance on multiple account type អញ្ចឹងយើងអាច provide solution ហ្នឹង based on research យើងនៅ bank ផ្សេងថាមានអីអានេះគេដូចជាមាន provide ជា different type of account type នៅក្នុងបង្ហាញមកទាំងអស់ពេលនេះករណីមានតែ KHR ហើយ USD មកចំណុចទី2អ្វីដែលយើងអាច improve បានទៅលើ tracking balance feature ហ្នឹងគឺ personalized background អញ្ចឹងបើយើងមើលនៅ app currently ខាងអត់មានអី personalize ទេអញ្ចឹងដល់ពេលយើងមើល ANZ វិញយើងឃើញថាមានគាត់អាច customize background ខាងក្រោយនេះដើម្បី differentiate កុំឲ្យច្រឡំគ្នាថា account ណាទៅ account ណាអញ្ចឹងគាត់អាច customize ខ្លួនគាត់បានហើយចំណុចទី3ចុងក្រោយគឺ total remaining balance អញ្ចឹងអានេះយើងអាចមានយើងមើលខាងស្ដាំដៃនេះយើងអាចមានជា total remaining balance ចានេះជា example នៃអ្វីដែលយើងអាច provide solution ទៅលើ problem ដែលយើងមើលឃើញហ្នឹងអញ្ចឹងយើងអាចធ្វើជា wireframe មួយអញ្ចឹងហើយដាក់ compare ជាមួយapp របស់ current company ដែលយើងសម្ភាសហ្នឹងហើយនឹងមួយទៀតជា app របស់ bank ណាមួយដែលយើងមើលទៅគិតថាល្អយើងអាចcombine idea យើងជាមួយគ្នាទៅវាចេញជារបស់អីដែល unique មួយហើយនេះយើងអាច provide ជា 2-3 solution មកអញ្ចឹង solution ចុងក្រោយគឺយើងអាច link to bank account អញ្ចឹងយើងចំណុចនិយាយពី benefit មក link bank account គឺបើន័យថាគាត់អាច one click to enable auto top up feature បើន័យថាគាត់មិនបាច់ចាំ top up រាល់ពេលនេះគាត់ថន set up account គាត់ម្ដងមកលើក្រោយមកគាត់ click តែមួយ click គឺគាត់អាច repeat the top up process ហ្នឹងម្ដងទៀតដដែលចឹងអានេះវាជា solution ដែលល្អចឹង end to end user flow ចឹងអានេះក៏សំខាន់ដែរនៅក្នុង design process ចឹងយើងត្រូវបង្ហាញទៅប្រាប់ខាង recruiter ថាយើង understand អីទៅជា user flow ចឹងយើងគូជា diagram ចឹងមកឧទាហរណ៍នេះអីដែលខ្ញុំគូចឹងនេះជា example ទេចឹងយើងទៅបន្ទាប់ final prototype ចឹងយើងអានេះជា UI ដែលយើងក្រោយពីយើង study case study យើង detail មកអស់ហើយយើងបង្កើតបានជា UI បង្ហាញគាត់ចានេះជា product ចុងក្រោយដែលយើងបានធ្វើហ្នឹងហើយអីដែលជាចំណុចល្អគឺដែលយើងឃើញវាចាប់តាក់ទាញចំណាប់អារម្មណ៍ហើយវាងាយស្រួលនិងច្បាស់សម្រាប់ user ក្នុងការប្រើប្រាស់ហើយចំណុចចុងក្រោយគឺ usability testing អញ្ចឹងអានេះយើងគ្រាន់ provide ជា link prototype ដែលយើងបានធ្វើហ្នឹងហើយយើង share ជា link ឲ្យគាត់ហើយយើងអាចបង្ហាញថាយើងបានសម្ភាសមួយ customer យើងឲ្យដាក់គាត់ប្រើអញ្ចឹងថាគាត់មានយោបល់មិនអញ្ចឹងយើងអាចដាក់កន្លែងហ្នឹងបានអញ្ចឹងមានតែប៉ុណ្្នឹងឯងសម្រាប់ថ្ងៃនេះហើយបើសិនជាអ្នកនរគ្នាចូលចិត្តចុច like និង share ហើយចុច subscribe លើ YouTube channel របស់ខ្ញុំផងអរគុណ bye bye